បើស្រឡាញ់គ្រប់ត្រូលវីដេអូបងអូនសូមជួយ share វីដេអូនេះបានច្រើនណាបងប្អូនណាហ្នឹងហើយឥឡូវហ្នឹងណានៅប្រទេសចៅសៀមហ្នឹងកំពុងតែល្បីនេះវីដេអូមួយនេះបងប្អូនមីស្រីបត្យានេះចាគេចេញវីដេអូគេនិយាយថាចេះគេកំពុងឆ្ងល់ថាហេតុអ្វីបានតែប្រជាជនខ្មែរហ្នឹងហៅគេហ្នឹងផ្ទះលេខ2ផ្ទះលេខ2ហេតុអ្វីគេមិនសន់ធ្វើជាផ្ទះលេខ2ទេគេសន់ហៅថាផ្ទះលេខ1ដឹងហេតុផលអីអត់ប្រទេសថៃគឺជាប្រទេសមួយដែលរុងរឿងថ្កុំថ្កើងណាហេតុអ្វីបានជាប្រទេសខ្មែរតាំងខ្លួនឯងជាផ្ទះលេខ1សម្លៀកបំពាក់រខេរខៈលហែកប្រទេសថៃគេស្លៀកពាក់ស្អាតបាតប្រជាជនគេច្រើនប្រទេសគេអភិវឌ្ឍហើយចុះប្រជាជនខ្មែរនោះមានប្រមាណលានអ្នកដែរបងប្អូនហើយមួយវិញទៀតមិនបានហៅគេអីគេស្រីបត្យាស្រីសំផឹងហ៎ណែបើអ្នកឯងមិនដឹងទេណែសួរខ្ញុំនៅបត្យាគេចូលចិត្តទៅដោយសារមានការីផាវហ្នឹងគឺមានរសជាតិឆ្ងាញ់ហើយសម្បូរដោយស្រីស្អាតជាអ្នកលក់ការីផាវហ្នឹងទាំងស្អាតទាំងឆ្លាតទាំងបកែសាច់សខ្ចីយល់ទេមិនបានជានាំគ្នាហៅគេថាស្រីបត្យាអញ្ចឹងវាមិនសមមុននឹងហៅគេអីមើលប្រទេសខ្លួនឯងផងហើយខ្ញុំមិនចូលចិត្តទេហេតុអ្វីបានជាហៅប្រទេសថៃថាផ្ទះលេខ2រហូតអញ្ចឹងគិតឡើងវិញណាប្រទេសថៃប្រជាជនថៃគោរពព្រះមហាក្សត្ររីឯប្រទេសខ្មែរគឺយកចោលជាមេដឹកនាំយ៉ានេះចោលផ្ទះបាញ់កដាលក្បាលអញក៏ថ្ងៃក៏ដឹងច្បាស់ម្ល៉េះថ្ងៃធ្លាប់នៅប្រទេសខ្មែរអីហាឬក៏មីតៃហោងឯងឮតែពួកក្បត់ជាតិនិយាយទេហាមីចោលផ្ទះបាញ់បងប្អូនកុំភ្លេចជួយ share ឲ្យបានច្រើនឲ្យវីដេអូខ្ញុំផ្ទុះមួយឲ្យដល់ពួកសារព័ត៌មានចោលសៀមហើយប្រជាជនចោលសៀមបានឃើញយេមកដៀលខ្មែរស្អីហាពាក់អាវលហែកមិនថ្ងៃដឹងពាក់អាវលហែកហាហើយចុះប្រទេសថ្ងៃអត់មានអ្នកពាក់អាវលហែកទេឬមុននឹងថ្ងៃថាគេនឹងថ្ងៃយកកញ្ចក់ឆ្លុះមើលប្រទេសថ្ងៃសិនយល់លេមីគេពូចោលសៀមហើយវាថាអញ្ចេះហេតុអីបានហៅវាចោលអញ្ចឹងមិនបានប្រជាជនខ្មែរហ្នឹងហៅវាចោលអញ្ចឹងហាមានតែអ្នកឯងទេមានថ្នាក់ដឹកនាំជាចោលស្ដាច់ថ្ងៃហ្នឹងហើយមេចោលប្លន់ថ្ងៃគុំថាថ្ងៃរស់នៅអីគេក្រោមការគ្រប់គ្រងពីព្រះមហាក្សត្រព្រះមហាក្សត្រចោលហ្នឹងមែនហាអារៀមនេះ10គុតអាញុកអាស្ដាច់ចោលហ្នឹងមែនហានេះកពួយចោលខ្លួនឯងគោរពចោលឲ្យតម្លៃចោលសោះហើយមកចោលខ្មែរលៀបពណ៌ខ្មែរអូយអញនេះកែភ្នំដងថ្ងៃត្រៀមខ្លួនរលាយខ្សលទៅមីរលាយណាមីបត្យាបងប្អូនឥឡូវខ្ញុំដឹងមួយទៀតណាពួកប្រជាជនចោលវាអត់ចូលចិត្តឲ្យយើងនិយាយពាក្យថាថៃឈ្លានពានកម្ពុជាឥឡូវនេះវាអត់ចង់ឲ្យហៅវាថាផ្ទះលេខ2ទេឲ្យហៅវានឹងផ្ទះលេខ1ហើយវាអត់ចូលចិត្តថាហៅវាស្រីបត្យាទេវាមិនមែនសំផឹងទេបងប្អូនថ្ងៃមិនមែនសំផឹងទេតែថ្ងៃលក់ oyster ប្រទេសថ្ងៃមានបានដោយសារគ្រឿងញៀនដោយសារ scammer ដោយសារ oyster តើនេះមីកពូចោលសៀមមិនដែរលឺអត់ហា